អាជ្ញាធរខេត្តសៀមរាបជំរុញឲ្យក្រុមការងារពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយក្រោយរកឃើញករណីលង់ទឹកកើនឡើងគួរឲ្យបារម្ភអាជ្ញាធរខេត្តសៀមរាបបានជំរុញយ៉ាងទទូចដល់ក្រុមការងារលេខាធិការដ្ឋានអាជ្ញាធរមូលដ្ឋានរដ្ឋបាលក្រុងស្រុងនិងក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពលើការគ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខណៈដែលទិន្នន័យរយៈពេល11ខែបង្ហាញពីការកើនឡើងខ្ពស់នៃករណីលង់ទឹកនិងខ្យល់កន្ត្រាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយនៅថ្ងៃទី2ខែធ្នូឆ្នាំ2025លោកអឹងកំលៀងអភិបាលរងខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានបង្ហាញថាគិតចាប់ពីខែមករាដល់ថ្ងៃទី1ខែធ្នូឆ្នាំ2025ខេត្តសៀមរាបបានរងផលប៉ះពាល់និងមានការខូចខាតដោយសារគ្រោះមហន្តរាយសរុបមានករណីលង់ទឹកកើតឡើង50ករណីដែលបណ្ដាលឲ្យមនុស្សស្លាប់55នាក់ក្នុងនោះ31នាក់ជាកុមារដែលតួលេខនេះបានកើនឡើងដល់6ករណីបើធៀបនឹងឆ្នាំ2024ករណីខ្យល់កន្ត្រាក់កើតឡើង88ករណីប៉ះពាល់930គ្រួសារនៅក្នុង13ក្រុងស្រុកកើនឡើង34ករណីករណីរន្ទះបាញ់កើតឡើង28ករណីបណ្ដាលឲ្យស្លាប់មនុស្ស7នាក់និងរបួស43នាក់កើនឡើង9ករណីករណីអគ្គិភ័យកើតឡើង35ករណីដែលប៉ះពាល់33គ្រួសារករណីនេះមានការថយចុះ14ករណីនិងករណីផ្ទុះគ្រាប់យុទ្ធភ័ណ្ឌកើតឡើង1ករណីបណ្ដាលឲ្យមនុស្ស2នាក់បានស្លាប់លោកអឹងកំលៀងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការត្រៀមលក្ខណៈជាមុនជាពិសេសការផ្សព្វផ្សាយពីវិធានការការពារលោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបន្តចុះណែនាំនិងផ្សព្វផ្សាយពីគ្រោះថ្នាក់គ្រោះមហន្តរាយផ្សេងៗដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងនិងចេះពីវិធានការការពារខ្លួនលោកបានលើកឡើងជាពិសេសអំពីគ្រោះថ្នាក់លង់ទឹកដោយបានអំពាវនាវដល់អាណាព្យាបាលដែលមានកូនតូចៗឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងករណីលង់ទឹកនៅពេលមានទឹកជំនន់ឡើង